trail តែដល់មានតែកាហើយឈើទាំងអស់ហើយលេខគេធំមែនតើហ្មងអញ្ចឹងមកមើលជាមួយខ្ញុំទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំនាំអ្នកទាំងអស់គ្នាមកលេង park គេហៅ provincial ឬក៏លក្ខណៈជា camping park ដែលយើងអាច trail ដែល camping trail ដែលយើងអាចដើរលេងបានណាដើរលេងនៅតាមហ្នឹងហើយយើងដើរនៅក្នុងព្រៃអញ្ចឹងទៅហើយកន្លែងខ្ញុំទៅហ្នឹងមានឈ្មោះថា Lion Head Lookout ហើយ Lion Head Lookout ហ្នឹងស្អាតហើយអ្នកនរអគ្នាចាំទៅដល់ខ្ញុំនឹងបង្ហាញអ្នកនរអគ្នាថា Lion Head Lookout ហ្នឹងមិនបាច់យើងកន្លែងហ្នឹងរបៀបតួមួយអញ្ចឹងហើយយើងមើលឃើញបឹងហ្នឹងធំមែនតើហ្មងហើយមុនហ្នឹងមេឃភ្លៀងនេះអ្នកនរគ្នាមើលឡើងនេះហើយសិតតែទឹកនៅពេញផ្លូវវាអត់ស្ងួតណាដល់ពេលអញ្ចឹងវាបាក់ដើរលើថ្មដើរអីវាល្អអញ្ចឹងប៉ុន្តែដល់ពេលហើយឥឡូវនេះមេឃបើកថ្ងៃវិញរៀងគ្រាន់ដែរហើយកាន់តែទៅមានបញ្ហារឿងភ្លើងឆេះព្រៃហើយដល់ពេលអញ្ចឹងទៅវាមេឃនេះមែនតើហ្មងមេឃខ្យល់ក៏ល្អដែរប៉ុន្តែថ្ងៃហ្នឹងបរិយាកាសខ្យល់ចាប់ផ្ដើមល្អវិញអញ្ចឹងពួកខ្ញុំសម្រាប់ចិត្តថាមកលេងនៅហ្នឹងមកហើយថោនហ្នឹងគេហៅTobermory កន្លែងម្ដុំដែលខ្ញុំមកលេងហ្នឹងហើយកន្លែងហ្នឹងគឺទឹកនៅក្នុងអន្តរជាតិទឹកខ្ញុំបើថាឲ្យខ្ញុំដឹងវាមានទឹកណាដែលខ្ញុំប្រៀបធៀបបានទឹកនៅនឹងស្អាតមែនតើហ្មងហ្នឹងហើយអញ្ចឹងញ៉ាំទៅដល់ហ្នឹងខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីកន្លែងទឹកដែលខ្ញុំនិយាយហ្នឹងណាអាកាសធាតុនៅនេះល្អមេឃថ្ងៃអញ្ចឹងបើកថ្ងៃមកគឺ chill ហ្មងតែមើលផ្លូវមើលឡើងសិតទឹកហុកប្របាច់ពេញហ្នឹងតែគ្រាន់តែយើងដើរយ៉ាត់ទៅនេះវាមានជាតិសំណើមមកតែពេលអញ្ចឹងវាឡើងនេះមកនេះឡើងខៀវហ្មងស្អាតហ្មងតែល្អពេលយើងដើរតាមផ្លូវអញ្ចឹងគេsẽដាក់ mark ឲ្យយើងដឹងព្រោះបើសិនជាគេអត់ដាក់ទេពេលខ្លះវាមានផ្លូវប្របែកមានផ្លូវអីទៅយើងអាចវិញផ្លូវបានអញ្ចឹងភាគច្រើនគេដាក់ mark ពណ៌ខៀវឬក៏ពណ៌ blue ទៅតាម trail គេសម្គាល់ពេលយើងចូលដំបូងគេនឹងដាក់ឲ្យថា trail ហ្នឹងសម្គាល់អីគេครับពណ៌ខៀវហ្នឹងសម្គាល់ trail ប្របែកប៉ុន្មានគីឡូម៉ែត្រហើយពណ៌ខៀវឬក៏ពណ៌2កាំអីចឹងសម្គាល់ trail ថាប្រហែលគីឡូម៉ែត្រចឹងទៅអញ្ចឹងពេលយើងដើរយើងគួរដឹងថា trail ហ្នឹងយើងគួរតែ follow trail line ពណ៌ខៀវឬក៏ពណ៌សអីចឹងណាហើយ2កាំឬ1កាំអីចឹងទៅអ្នកនរគ្នាផ្លូវចឹងណាហើយមើលទៅគឺហ្នឹងឯងគេដើររបៀបដើរ camping នៅហ្នឹងhiking not camping គេដើររបៀបhiking នៅហ្នឹងផ្លូវគេអញ្ចឹងអ្នកនរគ្នាហើយខ្យល់អាកាសនៅហ្នឹងល្អមែនពេលយូរម្ដងយើងអាចដើរមកលេងនៅក្រៅអញ្ចឹងវា fresh ស្រូបយកខ្យល់អាកាសបរិយាកាសខ្យល់ធម្មជាតិអុកស៊ីហ្សែននៅក្នុងព្រៃអីចឹងណាតែបើអ្នកអត់ចូលចិត្តដើរពិបាកតិចព្រោះយើងដើរឆ្ងាយហើយយើងអត់មានបានយកអីមកញ៉ាំតាមផ្លូវយើងយកតែរបស់ទូចកាប៉ីកប៉ុកយកមកញ៉ាំតាមផ្លូវដោយរបៀបទឹកហើយនឹង snack អីតិចតួចទេអញ្ចឹងយើងប្រើរយៈពេលប្រហែលជាខ្ទង់2ម៉ោងហើយយើងដើររហូតដើរនៅក្នុងតាម trail ហ្នឹងណា2ម៉ោងទៅវិញទៅមកអញ្ចឹងទៅអញ្ចឹងហ្នឹងហើយនេះផ្លូវគេមិនជាឧបសគ្គច្រើនអីហ្មងណាគូយើងខោមួយហើយនៅខាងក្រៅអ្នកឡើងភ្នំនៅតាមផ្លូវដែលខ្ញុំទៅហ្នឹងមានថ្មភ្នំមួយដែលគេហៅថា pothole ខ្មែរខ្ញុំអត់ដឹងថាមិនដែរប៉ុន្តែpothole ហ្នឹងគ្រាន់តែជាដូចរបៀបកន្លែងរុនរូងមួយតូចឯងហើយរូងតូចមួយហ្នឹងមានអាយុកាលរហូតដល់ទៅ12000ឆ្នាំហើយអញ្ចឹងខ្ញុំគិតថាវាគួរឲ្យចាប់អារម្មណ៍អញ្ចឹងក៏ខ្ញុំចូលមកក្នុងហ្នឹងហើយក៏បង្ហាញអ្នកទាំងអស់គ្នាពីទស្សនវិជ្ជានៅក្នុង pothole ហ្នឹងថាតើវារូបរាងម៉េចវាលក្ខណៈម៉េចអញ្ចឹងវា
វាគួរឲ្យចាប់អារម្មណ៍ថងដែលវាមានអាយុកាលដល់ទៅ12000ឆ្នាំ ឡើយនេះខ្ញុំទៅជិតដល់កន្លែងដែលខ្ញុំនិយាយថា Lion Head Lookout ហ្នឹងកន្លែងដែលគេឈរមើលពីលើកំពូលភ្នំទូចមួយទៅហ្នឹងនៅវានៅជាយភ្នំហើយវាជាលក្ខណៈឈ្មោះដល់ពេលចឹងទៅមើលទៅវាស្អាតមែនតើ僕ឃើញនៅតំបន់ទឹកបឹងនឹងដំបូលមកហើយនេះតាំងអូយដើរលុបព្រៃហើយអ្នកនរគ្នាកន្លែងនេះខ្ញុំនិយាយថាខ្ញុំមកដល់ហើយខ្ញុំគាត់អ្នកនរគ្នាមកមើលហ្នឹងកន្លែងហ្នឹងនៅ cliff តែវានៅជាថ្មចាដល់ពេលនៅជាថ្មអញ្ចឹងទៅវាជា cliff មួយដែលមើលទៅហើយឃើញតែភាពស្អាតមែនតើនៅតាមមាត់ទឹកនេះមិនមែនសមុទ្រទេណានេះគឺជាបឹងទេតែបឹងហ្នឹងធំដល់ពេលអញ្ចឹងមើលទៅដាច់ទៅភ្នែកស្លឹមតែសារថ្ងៃហ្នឹងនេះចុះអាប់ច្រើនអាកាសធាតុអត់សូវល្អហើយវាភ្លៀងដល់ពេលអញ្ចឹងទៅមើលទៅវាអាប់បើសិនជាមេឃថ្ងៃស្រឡះវិញណាអត់ចង់វាស្អាតមែនតើអត់មានអាប់អត់មានអីមើលទៅដាច់ធ្វើភ្នែកដូចទៅសមុទ្រអញ្ចឹងអ្នកទាំងអស់ឃើញថាវានៅលើ Visit on Cliff ដល់ពេលអញ្ចឹងទៅកន្លែងហ្នឹងគឺស្អាតមែនតើដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងដូចអ្នកទាំងអស់គ្នាបានឃើញមិញហ្នឹងហើយនេះមិត្តភក្តិខ្ញុំមកក្រុមមកដើរមកហើយស្ដាយយើងអត់មានពេលយូរបើសិនយើងមានពេលយូរវិញយើងមកលេងនៅនឹងប្រហែលជាគេមួយយប់ឬក៏ពីរយប់បានដើរ trail ទាំងឆ្ងាយចឹងសប្បាយហើយវាស្រស់ថ្លាហើយ fresh មែនតើខ្ញុំថានឹងចង់នាំអ្នកទាំងអស់គ្នាទៅមើលកន្លែងមួយទៀតឈ្មោះថា Grotto ហើយនឹងគេហៅ Tobermory កន្លែងដែលមានទឹកស្អាតបំផុតប៉ុន្តែចៃដន្យអីទៅពេលដែលខ្ញុំទៅហ្នឹងគឺគេពេញគេកន្លែង parking land ពេញអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលនៅកាណាដាឬក៏នៅខេត្ត Ontario ហ្នឹងមុនពេលទៅលេងនៅ Ancient Bruce Peninsula ឬក៏កន្លែងដែលមានទឹកស្អាតហ្នឹងឈ្មោះ Grotto ហើយនឹងLion Head Lookout ហ្នឹងអ្នកទាំងអស់គ្នាកុំឲ្យដូចខ្ញុំដែលពេលខ្ញុំទៅហើយខ្ញុំត្រូវតែ book ទុកព្រោះខ្ញុំអត់ដឹងពីមុនដែរពីមុនរាល់ដងពេលខ្ញុំទៅហ្នឹងយើងអត់ត្រូវការ book ticket ទុកឬក៏អីទេប៉ុន្តែលើកនេះគេថាparking គេពេញហើយអញ្ចឹងគេឲ្យយើងចូលបានអញ្ចឹងខ្ញុំស្ដាយខ្ញុំបាននាំអ្នកនរគ្នាទៅមើលអាកន្លែងអាងទឹកមួយដែលស្អាតមែនតើហ្មងទឹកថ្លាឆ្វង់ហើយពណ៌ខៀវល្ងិតហ្មងតែសំណាងល្អអ្នកនរគ្នាឃើញខ្ញុំជិះបឹសហ្នឹងនៅក្នុង town ដែលកន្លែង Lion Head ហ្នឹងគេមានសេវាកម្មជាឡានក្រុងដើម្បីដឹកភ្ញៀវពី parking ធំទៅកន្លែងផ្លូវចូលដែលយើងអាចដើរទៅមើលនៅកន្លែង Lookout នឹងបានណាថ្ងៃហ្នឹងចំណាយពេលមួយថ្ងៃហ្នឹងថាទៅមើលកន្លែងគោលដៅធំដែលយើងចង់ទៅតែដល់ពេលចៃដន្យនេះទៅដោយសារ parking ទាំងអស់យើងត្រូវតែកក់ទុកមុនអញ្ចឹងណាបើសិនជាយើងអត់បានកក់ទុកមុនទេគេឲ្យយើងចូលទេអញ្ចឹងយើងអត់មាន parking យើង have no choice យើងអត់មានជម្រើសអីយើងត្រូវតែបត់មកផ្ទះវិញហ្នឹងហើយអញ្ចឹងអ្នកនរគ្នានេះជាបទពិសោធន៍ថ្មីមួយទៀតរបស់ខ្ញុំដែរអញ្ចឹងពេលអ្នកនរគ្នាទៅណាគួរតែសាក search ហើយ book កន្លែងទុកមុនទៅដើម្បីកុំឲ្យខកខានដំណើរដែលអ្នកនរគ្នាបានទៅដល់ហើយតែអត់បានចូលមើលហើយឥឡូវនេះខ្ញុំបានទៅលេងកន្លែង Grotto កន្លែងដែលជាចំណុចពិសេសដែលខ្ញុំចង់ទៅហ្នឹងឯងអញ្ចឹងចាំមើលខ្ញុំនឹងព្យាយាមមានពេលទៀតខ្ញុំនឹង book កន្លែងហ្នឹង
ហើយនឹងនាំអ្នកទាំងអស់គ្នាទៅមើលកន្លែងហ្នឹងព្រោះកន្លែងហ្នឹងវាពិតជាស្អាតមែនទឹកស្អាតមែនតើហ្នឹងហើយអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាវីដេអូនេះមានប៉ុណ្្នឹងឯងចាំជួបខ្ញុំនៅវីដេអូលើក្រោយទៀតបាយបាយ